សកម្មភាពបន្ទាប់ពី live លក់អីវ៉ាន់ហត់នឿយហើយក៏បានមកញោមជាមួយនឹងមូយ៉គេណាបងប្អូនជាមួយនឹងស្អីគេសនេះមិនដឹងថាគេហៅស្អីទេបងប្អូនខ្ញុំមិនសូវស្គាល់ដែរចូលមកដល់ភ្លាមបានឃើញកូនពៅមុនតែម្ដងនេះបងប្អូនឥឡូវគេមិនមែនកូនពៅទេឥឡូវគេកូនបងហើយបងប្អូនឥឡូវគេកូនបងបាទហើយនេះតាបងប្អូននេះតាសាក់នេះគាត់ឈ្មោះតាសាក់នេះគាត់បានសុំចូលក្នុងកាមេរ៉ាដែរខ្ញុំក៏ថតឲ្យបានចូលកាមេរ៉ាដែរតែម្ដងទៅថាមកថតបងថតមកចាំបងហូបឲ្យបងប្អូនបានទស្សនានេះបង្ហាញពីរបៀបនៃការហូបញោមមូយ៉ណាបងប្អូននេះមួយម៉ាត់មុនដំបូងគាត់ថាអូយឆ្ងាញ់ខ្លាំងមែនទែនឲ្យមេដៃមួយឆ្ងាញ់មែនទែនហើយសួរថាអ្នកណាអ្នកធ្វើនេះពុនខ្ញុំក៏បានឆ្លើយថាមិនមែនខ្ញុំអ្នកធ្វើទេគឺម៉ែអ្នកធ្វើឲ្យទេពុនខ្ញុំថាដោយសារតែហូបហិលមិនកើតអញ្ចឹងទៅក៏ប្រាប់ឲ្យគាត់បន្ថយម្ទេសបន្តិចបើសិនជាអត់បន្ថយទេបងប្អូនឃើញតែកាក់ម្ទេសទេនេះបន្ថយហើយនៅតែឃើញម្ទេសទៀតបងប្អូនក៏ហមឆ្អៅកូនបងនេះគេចាំស៊ីដែរនេះគេអត់ឲ្យស៊ីគួយមើលមុខហ្នឹងឯងលិតមាត់លិតកនេះក៏ឲ្យមកដុំទៀតទៅហើយនេះដោយសារតែមួយម៉ាត់មិញអត់អស់ចិត្តទេចង់ឲ្យចូលឃើញមួយម៉ាត់ទៀតក៏ញុកចូលមួយម៉ាត់ទៀតតែម្ដងទៅថាឆ្ងាញ់ខ្លាំងមែនទេបងប្អូនឆ្ងាញ់ឲ្យមានដែរទៀតហ្នឹងហើយនឹងគឺជាមុខម្ហូបដែលយើងញ៉ាំលេងបានធម្មតាណាបងប្អូនបើសិនជាបងប្អូនអាចធ្វើញ៉ាំបានក៏ធ្វើញ៉ាំលេងនៅផ្ទះបានណាហើយខ្ញុំក៏ដោយសារតែចង់ចូលកាមេរ៉ាដែរក៏បានថតខ្លួនឯងមួយមើលបង្ហាញនេះខ្ញុំចូលចិត្តខ្លាំងមែនទេមួយយ៉ណាបងប្អូនចូលចិត្តខ្លាំងមែនទេនេះជាតិខ្លាំងមែនទេបងប្អូនអើយធ្វើមុខធ្វើមាត់វារៀងជូរតែជូរច្រាស់ណាបងប្អូនជូរឆ្ងាញ់ជូរផ្អែមណាហើយនេះដោយសារតែគាត់មិនអស់ចិត្តទេគាត់ចង់ចូលដែរគាត់ឃើញខ្ញុំចូលឥឡូវគាត់ចង់ចូលទៀតហើយដាក់មកទៀតហើយអូយមកទេឡើងក្រហមឆ្អៅតែម្ដងបងប្អូនឆ្កឹះកន្លោះដូចមិនដាច់ចិត្តអីមិនទេតែចុងក្រោយនេះហើយមកម៉ាត់ទៀតបងប្អូនទេសសុតតែម្ដងអូចូលទៀតហើយមាត់តំណងដល់គាត់មាត់គាត់ចូលចិត្តដែរគាត់ហូបដែរគាត់នៅតែសរសើរថាឆ្ងាញ់រហូតហើយនេះភរិយារបស់ខ្ញុំអ្នកចាញ់កូននេះស៊ីមិនជប់ស៊ីមួយថ្ងៃស៊ីវល់ល្ងាចស៊ីមិនជប់តែម្ដងស៊ីនេះហើយក៏ស៊ីនោះហើយក៏ស៊ីនោះទៀតស៊ីនោះហើយក៏ស៊ីនោះទៀតស៊ីមិនជប់នេះមួយថ្ងៃហ្នឹងគឺស៊ីរហូតណាបងប្អូនស៊ីរហូតហើយនេះដល់ពេលវេលាតើដល់ពេលវេលាបែកញើសហើយណាបងប្អូនហឹលណាបងប្អូនហឹលខ្លាំងមែនទេនេះដល់ពេលវេលាជូតញើសហើយបងប្អូនចង់យំហើយនៅតែមិនអស់ចិត្តតែសារតែឆ្ងាញ់ពេកណាបងប្អូននេះដាក់ទៀតដែរបងប្អូនកវីក្បាលបដាហើយបដានេះទៅរឹតតែហឹលរឹតតែឆ្ងាញ់ណាបងប្អូនគាត់ថារឹតតែហឹលរឹតតែឆ្ងាញ់តែសារតែវាឆ្ងាញ់មែនជូតមាត់មួយផ្លឹបឥឡូវដាក់មួយម៉ាត់ទៀតគាត់ថាមួយម៉ាត់នេះមួយម៉ាត់ចុងក្រោយណាបងប្អូនមួយម៉ាត់ចុងក្រោយគឺគាត់ចង់សាកហូបម្ទេសសុទ្ធតែម្ដងមួយម៉ាត់ចុងក្រោយហ្នឹងបងប្អូនឥឡូវកំពុងតែរៀបចំដុំម្ទេសដាក់មកដុបហើយរៀបចំដុំម្ទេសដាក់មកដុបដើម្បីដាក់មួយម៉ាត់ចុងក្រោយរបស់គាត់ហ្នឹងណាហើយដោយសារតែដួសចុះដួសឡើងមិនហ៊ានហូបខ្ញុំក៏បានសម្រេចចិត្តថាថតខ្លួនឯងម្ដងទៀតទៅមើលហើយកន្លែងនេះក៏បាននិយាយថាអូមុខមិនសូវស្អាតទេក៏ដោយសារតែវាចាំងមកជាមួយនឹងសង្កសីវាចាំងជាមួយនឹងសង្កសីហ្នឹងទៅវាធ្វើឲ្យរូបយើងវាមិនសូវជាស្អាតអញ្ចឹងណាបងប្អូនដោយសារតែវាខ្មៅបុកខ្មៅណាហើយកន្លែងនេះដួសម្ទេសមកបង្ហាញថានេះឯងប្រងនឹងដាក់មួយម៉ាត់តែមិនដាច់ចិត្តកន្លែងនេះដួសមកដោយកាកម្ទេសពីរចំណុចហ្នឹងប្រងនឹងឆ្លក់ណាបងប្អូនប៊ីឆ្លក់នឹងกระดาษហើយបើសិនជាกระดาษដោយសារតែឆ្លក់ម្ទេសវិញនឹងចប់ហើយខ្ញុំប៉ុន្តែអត់អីដែរកន្លែងនេះខ្ញុំទប់ជាប់ក៏បានបិទភ្នែកកញ្ញែងខ្លួនមួយតែម្ដងប៊ីហើយបងប្អូនប៊ីនឹងឆ្លក់ឥឡូវក៏បានដាក់មួយម៉ាត់ទៀតតែម្ដងដោយសារតែឆ្ងាញ់មែនណាបងប្អូនអត់និយាយលេងទេហ្នឹងបើសិនជាបងប្អូនមានពេលលេងធ្វើហូបលេងក៏បានបងប្អូនឆ្ងាញ់មានមសួរមានមូយ៉មានអីចឹងយកមកញោមចូលគ្នាអញ្ចឹងណាបងប្អូនហ្នឹងហើយនេះចុងក្រោយមួយម៉ាត់ចុងក្រោយរបស់តាសាក់នេះគាត់ដាច់ចិត្តហើយគាត់ដាច់ចិត្តតែគាត់នឹងហូបហើយមួយស្លាបព្រានេះគឺមកទេសសុទ្ធតែម្ដងបងប្អូនគាត់លះបង់ខ្លាំងមែនទែនដើម្បីវីដេអូមួយនេះហ្នឹងហើយសង្ឃឹមថាបងប្អូនជួយគ្រប់គ្រងវីដេអូមួយនេះណាឥឡូវត្រៀម1 2 3ចូលហើយបងប្អូនអើយចូលហើយនេះហ្នឹងហើយមួយម៉ាត់ចុងក្រោយនេះក៏ជាមួយម៉ាត់ចុងក្រោយនៅក្នុងវីដេអូដែរបងប្អូនអរគុណច្រើនហើយបាយបងប្អូន